នៅថ្ងៃ17ខែឧសភាឆ្នាំ2013ឯកឧត្តមខឹមប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តសៀមរាបដឹកនាំប្រតិភូខេត្តចុះត្រួតពិនិត្យស្ថានភាពអគារសាលាមត្តេយ្យអង្គរដែលស្ថិតនៅបណ្ដោយមាត់ស្ទឹងប្រវត្តិសាស្ត្រសៀមរាបនៃក្រុងសៀមរាបបានបង្កើតឡើងក្រោយថ្ងៃជ័យជំនះ7មករាឆ្នាំ1979ដោយមន្ទីរអប់រំខេត្តជ្រើសរើសយកវិឡាមួយខ្នងនេះធ្វើជាកន្លែងបង្រៀនកុមារតូចៗដែលជាកូនចៅមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងក្រុងផងដែរតាមការបញ្ជាក់របស់លោកស្រីអ៊ីសុធារីនាយិកាសាលាមត្តេយ្យអង្គរជូនដល់គណៈប្រតិភូខេត្តដើម្បីសូមការជួយគាំទ្រឧបត្ថម្ភដល់សាលារៀនដែលបានកំពុងជួបការខ្វះខាតនៅអគារសិក្សាដោយបច្ចុប្បន្នតាមបន្ទប់ថ្នាក់រៀនមានភាពតូចចង្អៀតហើយបរិមាណសិស្សក៏កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំម្យ៉ាងវិញទៀតដោយបញ្ហាបន្ទប់តូចចង្អៀតនេះហើយបានធ្វើឲ្យមានការប៉ះពាល់ដល់សុខភាពកុមារតូចៗអនាម័យដោយកុមារតូចពេលសិក្សានិងគូគំនូរផ្ទាល់ទៅលើកម្រាលឥដ្ឋដោយតាមបន្ទប់មានការខ្វះខាតតុហើយក៏មានទីចង្អៀតផងដែរនោះលោកស្រីនាយិកាក៏បានឲ្យដឹងទៀតថាបន្ទប់សិក្សាមួយចំនួនត្រូវបានការជួយគាំទ្រពីឧបត្ថម្ភរបស់មេដាបេដាសិស្សរៀបចំធ្វើជាបន្ទប់សម្រាប់សិស្សឲ្យបានសិក្សាហើយចំណែកឯទីធ្លាសម្រាប់កុមារតូចរត់លេងកំសាន្តក្រោយពីសម្រាប់ពីការរៀនសូត្រមិនទាន់បានសមស្របតាមស្តង់ដារនៃគរុកោសល្យសម្រាប់កុមារតូចៗនៅឡើយនោះទេដោយឧបករណ៍សម្ភារៈសម្រាប់ក្មេងលេងទាំងនោះមានការទ្រុឌទ្រោមដែលបង្កឲ្យមានគ្រោះថ្នាក់ដល់កុមារជាបន្តបន្ទាប់ទៀតមានប្រសាសន៍នោះដែរឯកឧត្តមខឹមប៊ុនសុងក្នុងនាមជាអាជ្ញាធរខេត្តបានសម្ដែងលើការអាណិតអាសូរចំពោះកុមារតូចៗដែលចូលមកសិក្សានៅទីកន្លែងបន្ទប់តូចៗដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍សិក្សារបស់កុមារតូចៗដោយបន្ទប់នីមួយៗមានសិស្សច្រើនធ្វើឲ្យចង្អៀតដល់ក្មេងៗនិងមានភាពស្អុះស្អាប់ទៀតផងឯកឧត្តមក៏បានបញ្ជាក់ទៀតថាសាលាមត្តេយ្យអង្គរនេះត្រូវបានឯកឧត្តមនិងលោកជំទាវធ្លាប់យកកូនប្រុសកូនស្រីឲ្យមកសិក្សានៅសាលាមត្តេយ្យអង្គរនេះផងដែរហើយឯកឧត្តមខឹមប៊ុនសុងក៏បានមានប្រសាសន៍ថានឹងធ្វើការអំពាវនាវដល់បងប្អូនសប្បុរសជនក្នុងស្រុកក៏ដូចជាអង្គការដៃគូដើម្បីជួយធ្វើការរៀបចំទីកន្លែងបន្ទប់សិក្សាសម្រាប់កុមារតូចៗក៏ដូចជាការរៀបចំនៅទីធ្លាបរិវេណកន្លែងកំសាន្តរបស់សិស្សឲ្យបានសមស្របទៅនឹងតាមស្តង់ដាររបស់ក្រសួងអប់រំក្នុងការលើកនៅសោភ័ណភាពសាលារៀននៅក្នុងក្រុងទេសចរប្រវត្តិសាស្ត្រដើម្បីទទួលការស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិហើយក៏ជាមុខមាត់នៃព្រះរាជាណាចក្រកម្ពុជាផងដែរម្យ៉ាងវិញទៀតគ្រឹះស្ថានមត្តេយ្យសិក្សាអង្គរនេះឯកឧត្តមនឹងខិតខំរៀបចំឲ្យបានជាបន្តបន្ទាប់ក្នុងការបង្កភាពងាយស្រួលដល់កុមារតូចៗដោយបច្ចុប្បន្ននេះកំណើនសិស្សតូចៗមានការកើនឡើងខ្ពស់ហើយសាលារៀនមត្តេយ្យអង្គរនេះជាសាលាមត្តេយ្យធំជាងគេក្នុងក្រុងសៀមរាបដែលបម្រើដល់កូនចៅបងប្អូនជាមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធពាណិជ្ជករអាជីវករនិងប្រជាពលរដ្ឋក្នុងក្រុងសៀមរាបក្នុងកិច្ចសម្ភាសជាមួយនឹងលោកស្រីអ៊ីសុធារីនាយិកាសាលាមត្តេយ្យអង្គរបានគូបញ្ជាក់ឲ្យដឹងដែរថាសាលាមត្តេយ្យនេះគឺថាជួបការលំបាកច្រើនណាស់ព្រោះអីជាសាលារបស់រដ្ឋហើយម្យ៉ាងទៀតសាលាក្នុងក្រុងភាគច្រើនប្រជាជនជាកូនអ្នករាជការហើយនិងកូនអ្នកកសិករដណ្ដងចា៎បើអញ្ចឹងទៅយើងអត់មានថវិកាអីសម្រាប់ទ្រទ្រង់សាលាទេព្រោះអីសាលាយើងតម្រូវអត់ឲ្យបងកូនសិស្សឲ្យបងលុយទេចាលើកលែងថាថ្នាក់អាយុ3ឆ្នាំ4ឆ្នាំបងមួយឆ្នាំបង10000បាទសម្រាប់មួយឆ្នាំ10000ហ្នឹងគឺយើងយកមកជួសជុលកៅអីទិញกระดาษពណ៌ទិញស្អីសម្រាប់ការសិក្សារបស់សិស្សចាបើអញ្ចឹងទៅសាលាយើងអត់មានស្អីទ្រទ្រង់សម្រាប់ជួសជុលអគារធំអីចឹងគឺអត់មានថវិកានេះគឺការលំបាកខ្លាំងមែនទែនគឺថ្នាក់តូចចង្អៀតហើយសិស្សមានចំនួនច្រើនអញ្ចឹងថ្នាក់តូចបន្ទប់តូចមែនទែនអញ្ចឹងទៅការសិក្សារបស់សិស្សនោះមានការលំបាកគូរៀបចំកម្មវិធីសិក្សាមួយហ្នឹងគឺថាពិបាកមែនទែនពេលដែលសិស្សគូអញ្ចឹងត្រូវឲ្យសិស្សមកអង្គុយការ៉ូហើយក្រាបលើកៅអីដើម្បីគូដើម្បីខាត់ពណ៌ចាថាមានការលំបាកអញ្ចឹងទៅខ្ញុំក៏សូមជាវិញ្ញាសូមដើម្បីដល់អាបាសូមទាវសូមអាបាខេតជួយទ្រទ្រង់ដល់សាលាមត្តេយ្យយើងឲ្យបានរីកចម្រើនកាន់តែល្អ